ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានការធ្វើដំណើរមួយដោយខ្ញុំបានមកដល់កំពង់ចម្លងនៅខាងភូមិថ្មីហើយនេះជាទស្សនវិជ្ជាដែលខ្ញុំបានអឺមកដល់នៅទូកចម្លងហើយយើងឃើញអំពីទស្សនវិជ្ជាក៏ដូចជាទេសភាពនៅក្នុងទន្លេឃើញមានប្រជានេសាទជាច្រើនគាត់កំពុងតែនេសាទរកត្រីដើម្បីប្រកបអាជីពមិនថាមុខរបររបស់គាត់ណាបាទហើយនេះខ្ញុំបានធ្វើការថតនៅទស្សនវិជ្ជានៅក្នុងទូកដោផងដែរហើយយើងឃើញបងប្អូនយើងកំពុងតែមកចម្លងច្រើនហើយយើងឃើញថាទូកដោកំពង់ចម្លងកំពុងតែចាក់ចេញពីខាងភូមិថ្មីហើយអញ្ចឹងសូមពុកម៉ែបងប្អូនទស្សនាហើយក៏ដូចជាសូមពុកម៉ែបងប្អូនជួយគាំទ្រនៅការជីវក៏ដូចជា Subscribe នៅ Channel របស់ខ្ញុំដើម្បីជាការទទួលបានវីដេអូថ្មីៗបន្តទៀតហើយយើងនេះជាទស្សនវិជ្ជាមួយដែលយើងបានមកដល់នៅកិនមានថាយើងឆ្លងមកដល់រៀងឆ្ងាយពីច្រាំងបន្តិចហើយយើងក៏មើលទេសភាពគយគន់ទេសភាពនៅពេលថ្ងៃរសៀលនេះផងដែរបាទហើយយើងឃើញអំពីទស្សនវិជ្ជានៅតាមដងទន្លេមេគង្គគឺពិតជាស្រស់ស្អាតមែនទែនណាមួយយើងឃើញទឹកថ្លាឆ្វេងតែម្ដងហើយបើសិនជាយើងរៀងអារម្មណ៍រៀងធុញថប់យើងអាចជិះទូកឬក៏មកចម្លងឆ្លងនេះគឺមានអារម្មណ៍ថាស្រស់ស្រាយហើយនេះខ្ញុំបានឆ្លងនេះគឺខ្ញុំទៅបំពេញការងារនៅត្រើយម្ខាងបែរថានៅស្រីសន្ធរបាទហើយនេះយើងបានកំពុងតែជិតទៅដល់នៃច្រាំងម្ខាងទៀតហើយយើងឃើញថាទូកដមួយទៀតកំពុងតែចាកចេញពីកន្លែងច្រាំងនោះគឺដើម្បីឆ្លងទៅខាងមកត្រើយម្ខាងទៀតដែលខ្ញុំបានកំពុងឆ្លងហើយម្ខាងទៀតដែលពួកគាត់កំពុងតែឆ្លងដូចគ្នាបាទហើយចំពោះវីដេអូនេះសង្ឃឹមថាពុកម៉ែបងប្អូនជាច្រើនជួយ Share ជួយ Like បាននៅវីដេអូរបស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតនៅរាល់វីដេអូរបស់ខ្ញុំដែលខ្ញុំបានធ្វើដំណើរចាកចេញក៏ដូចជាសកម្មភាពរបស់ខ្ញុំផងដែរហើយវីដេអូនេះយើងបានកំពុងតែមកដល់ច្រាំងម្ខាងទៀតហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំសូមអរគុណហើយសូមជម្រាបលាទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នា